ជំរាបសួរដូចជាសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខាងខ្ញុំកាត់បានរថយន្តថ្មីចូលមកគ្រឿងទៀតហើយគឺ Lucy RX 06 ជាប្រភេទពាក់កណ្ដាល full ក្នុងលឿងមុនពេលយករថយន្តទៅរៀបចំបាទខ្ញុំធ្វើជាវីដេអូមួយបង្ហាញនៅពិនភាគចាក់ស្ដែងជូនពុកម៉ែបងប្អូនទស្សនាមួយជុំសិន RX មួយគ្រឿងនេះបាទជាប្រភេទក្នុងលឿងហើយសម្រាប់ទឹកថ្នាំលើសាច់ដៃវិញគឺស៊ីន90%ហើយពុកម៉ែបងប្អូនបាទគឺបាញ់តែថ្ពាល់មួយទេក្រៅពីហ្នឹងគឺស៊ីនទាំងអស់តែម្ដងហើយសម្រាប់ទឹកថ្នាំពេលដែលខ្ញុំយកទៅរៀបចំគឺបាញ់តែកាងមុខកាងក្រោយទេពុកម៉ែបងប្អូនបាទដោយសារតែវាមានឆ្កូតនិងមានកលិតកន្លាញតិចតួចចំណែកឯផ្នែកចង្គៀងមុខនិងស្តុបក្រោយបាទគឺនៅសំណុំស៊ីនសំណុំដើមពុកម៉ែបងប្អូនមិនមានស្នាមបែកបាក់ឬក៏ប្រេះស្រាមជ្រាបទឹកអីទេបាទគឺនៅ color តែម្ដងបាទគឺថ្មីខ្លាំងហើយឡាននេះបាទម្ចាស់មុនគឺបានផ្លាស់ប្ដូរជាមួយនឹងយ៉ាន់ស្ពរហើយជាស្រេចសម្បកកង់ថ្មី4គ្រាប់រួចរាល់តែម្ដងបាទគឺថ្មីខ្លាំងមែនតើពុកម៉ែបងប្អូនសម្រាប់ផ្នែកខាងក្រៅជាក់ស្ដែងពុកម៉ែបងប្អូនបាទគឺមើលទៅគឺស្រស់ស្អាតមែនតើឡានអត់ទាន់រៀបចំទេប៉ុន្តែមើលទៅគឺថ្មីតែម្ដងបាទជាប្រភេទឡានថ្មីមិនមានប្រវត្តិបកប៉ះបាទឡានសំណុំស៊ីនសំណុំដើមតែម្ដងពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលចង់បានឡានថ្មីឡានស្អាតដែលមានការធានាត្រឹមត្រូវតែប្រើប្រាស់បាទសម្រាប់គ្រឿងនេះគឺខ្ញុំណែនាំពុកម៉ែបងប្អូនជាពិសេសតែម្ដងបាទឥឡូវដល់ផ្នែកខាងក្នុងឲ្យប្រមាណបងប្អូនបាទ 4X នេះដូចបញ្ជាក់ខាងដើមអញ្ចឹងគឺជាប្រភេទក្នុងលឿងឬក៏គេហៅថាពណ៌ទឹកដោះគោបាទគឺថ្មីខ្លាំងមែនទែនប្រមាណបងប្អូនផ្នែកកឡុកលាតគ្រឿងជ័រអត់មានស្នាមបែកបាក់អីទេបាទគឺថ្មីបាទសឹកតែដៃយ៉ាងកូនទៀតទេប្រមាណបងប្អូនបាទហើយតាប់ឡូក៏នៅថ្មីដែរមិនមានស្នាមប្រេះឬក៏បែកបាក់ត្រង់ណាទេបាទគឺថ្មីសំណុំស៊ីនសំណុំដើមតែម្ដងហើយសម្រាប់ពូកស្បែកវិញពុកម៉ែបងប្អូនបាទក៏ថ្មីខ្លាំងដែរមិនមានស្នាមរហែកឬក៏ដេប៉ះត្រង់ណាទេបាទគឺនៅសំណុំថ្មីតែម្ដងពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍មិនថាចង់ទិញដាច់បងរំលោះឬក៏វាយដូរបាទអាចប្រមើលបានបិទតេស្តសាល់បងបានសម្រាប់ឡានមួយគ្រឿងនេះគឺពិសេសមែនតើពុកម៉ែបងប្អូនប្រវត្តិបកប៉ះគឺគ្មានទឹកថ្នាំស៊ីន90%បាទខាងខ្ញុំកាត់ពីម្ចាស់ដើមទី1ផ្ទាល់ហើយអ្វីដែលពិសេសបាទសម្រាប់ឡាននេះគឺថ្មីខ្លាំងតែម្ដងក្លុកកលៀតខ្ចៅខ្ចងផ្នែកប្លង់ស៊ីនផ្នែកជើងក្រោមម៉ាស៊ីនប្រអប់លេខសំណុំដើមជាពិសេសបាទគឺឡាននេះទៅតែបានផ្លាស់ប្ដូរជាមួយនឹងគុយមួយធុងតែម្ដងហើយមួយទៀតបាទ 4X គឺសំខាន់បំផុតទៅលើស៊ីម៉ាំងនឹងតែម្ដងពុកម៉ែបងប្អូនហើយសម្រាប់ឡាននេះសំបុកឃ្មុំឬក៏ស៊ីម៉ាំងគឺនៅសំណុំស៊ីនតែម្ដងពុកម៉ែបងប្អូនបាទឥឡូវខ្ញុំធ្វើការបង្ហាញផ្នែកជើងក្រោមពុកម៉ែបងប្អូនទស្សនាបន្តិចជាក់ស្ដែងដោយបញ្ជាក់ខាងដើមបាទឡាននេះគឺអត់ទាន់បានយកទៅលាងទឹកឬក៏សម្អាតខ្ចៅខ្ចងអីទេបាទគឺថ្មីមែនតើពុកម៉ែបងប្អូនសាច់ដៃក្លុកនេះគឺថ្មីបាទជាប្រភេទឡានថ្មីខ្លាំងមិនច្រេះឬក៏មានស្នាមខ្ញែឬក៏កម្អយទេបាទគឺថ្មីតែម្ដងពុកម៉ែបងប្អូនហើយសម្រាប់ការរៀបចំមកលើរថយន្តមួយគ្រឿងនេះគឺមិនយូរទេបាទយកទៅបោកពូកលាងម៉ាស៊ីនបាញ់កាំងមុខកាំងក្រោយបាទប្រហែលយ៉ាងយូរ5ថ្ងៃពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនចាប់អារម្មណ៍អាចតំណតំណងមកមើលបានបាទតេស្តសាល់បងបានមិនថាទិញដាច់បងរំលោះឬក៏វាយដូរបាទបន្ទាប់ពីបង្ហាញនៅផ្នែកខាងក្រៅនិងផ្នែកជើងក្រោមរួចរាល់ខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលផ្នែកប្លុកម៉ាស៊ីនម្ដង 4X មួយគ្រឿងនេះបាទគឺនៅសំណុំស៊ីនសំណុំដើមគឺថ្មីខ្លាំងតែម្ដងជាពិសេសទៅលើខ្ចៅខ្ចងក្លុកលាតបាទគឺសំណុំស៊ីនពុកម៉ែបងប្អូនមិនមានសំណាមដោះឬក៏ស្នាមទាញតល់មាញ់ថ្នាំអីទេបាទគឺខ្ចីខ្លាំងតែម្ដងពុកម៉ែបងប្អូនបាទជាពិសេសទៅលើខ្ចៅខ្ចងជើងដំបូលខ្ចៅខ្ចងថ្ពាល់បាទគឺនៅសំណុំស៊ីនសំណុំដើមបាទគឺថ្មីយកតែមែនតើពុកម៉ែបងប្អូនសម្រាប់បានមួយគ្រឿងនេះហើយអ្វីដែលពិសេសបាទទៅលើម៉ាស៊ីនប្រអប់លេខបាទគឺរត់ smooth យកតែមែនតើហើយមួយមានទៀតបាទបានអាគុយថ្មីមួយធុងនិងសំបុកឃ្មុំនៅស៊ីនទៀតពុកម៉ែបងប្អូនបាទគឺអេមយកតែមែនតើបាទពុកម៉ែបងប្អូនបាទក៏លេងមើលខ្ចៅថ្ពាល់ចំណុចនេះបាទគឺនៅថ្មីយកតែមែនតើបាទមិនមានស្នាមដោះអ្វីទាំងអស់តែម្ដងពុកម៉ែបងប្អូនបាទគឺនៅថ្មីខ្លាំងតែម្ដងសម្រាប់ពុកម៉ែបងប្អូនបាទដែលមានចំណាប់អារម្មណ៍មកកុំភ្លេចតំណតំណងមើលមួយគ្រឿងនេះបានហើយក៏សូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់អរគុណច្រើន